Thầy Youngរៀបរាប់ទាំងញញឹមតិចៗត្រង់ពាក្យជីសេះព្រោះគេមានន័យជ្រៅមិនមែនសំដៅលើការជីសត្វសេះឡើយតែជាការជីរបស់ផ្សេងទៅវិញទេធ្វើឲ្យសឹកជីននិងជីមីនដែលដឹងរឿងក៏នាំគ្នាលើកដៃញីចង់ច្រមុះបន្តិចជាការទប់សំណើចខណៈអេរិនដែលមិនដឹងរឿងក៏បានបោះសំណួរទៅកាន់អ្នកកំឡោះទាំងទឹកមុខមិនដឹងអីអ្នកប្រុសចូលចិត្តជីសេះពេលយប់មែនទេត្រូវហើយជីពេលយប់ទៅសប្បាយមើលអីអត់ឃើញប្រាដៃរាវពិតជារំភើបខ្លាំងណាស់ថៃយ៉ងរៀបរាប់ទៅកាន់អេរិនដោយកិរិយាប៉ិនប្រសប់ព្រមជាមួយស្នាមញញឹមបែបកំហូចក៏បានយល់ឡើងឥតឈប់ឯងនិយាយឈ្មោះស្អីហ្នឹងនេះអេរិនណែជាភរិយារបស់ជីមីននិយាយស្ដីឲ្យចេះមើលប្តីគេផងសឹកជីនអត់មិនបានក៏វិចារណែនាំប្អូនប្រុសទាំងងាកមុខសម្លឹងជីមីនដែលកំពុងធ្វើមុខស្មើមើលទៅប្រពន្ធដែលមិនដឹងអីខ្ញុំក៏និយាយតាមការពិតនិយាយការពិតយ៉ាងណាក៏អេរិនមិនយល់ដែរសឹកជីនបន្តនិយាយទាំងញញឹមតិចៗបែបហួសចិត្តនឹងនាងល្អិតដែលមិនដឹងអីសោះឈរស្ដាប់ពួកគេនិយាយគ្នាទាំងបើកភ្នែកភ្លឺៗដោយកូនកំប្រុកពិតជាគួរឲ្យអស់សំណើចសម្បំណាស់ប្រពន្ធបងស្អាតណាស់ភ្លាមនោះហេយ៉ងបានអោនខ្សឹបក្បែរត្រចៀកជីមីនមុននឹងងាកមកសម្លឹងអេរិនមិនដាក់ភ្នែកគេមិនបានចាប់ចិត្តលើនាងឡើយព្រោះនាងជាប្រពន្ធមិត្តភក្តិបងប្រុសរបស់គេតែគេក៏ហាមចិត្តមិនមើលនាងមិនបានទើបចេះតែមើលនាងមិនឈប់បែបនេះនាងជាប្រពន្ធរបស់យើងហើយឃើញថៃយ៉ងសម្លឹងមើលអេរិនមិនឈប់បែបនេះជីមីនហាក់មានអារម្មណ៍ម្យ៉ាងដែលពិបាកទ្រាំក្តៅក្រហាយយ៉ាងម៉េចមិនដឹងទើបប្រញាប់ទាញដៃប្រពន្ធឲ្យឈរក្បែរគេដោយកិរិយាហួងហែងឃើញទេចេះហួងហែងប្រពន្ធហើយសឹកជីននិងថៃយ៉ងប្រញាប់វិចារចំអន់ជីមីនភ្លាមបន្ទាប់ពីបានឃើញរឹកពីនឹងកិរិយារបស់គេដូច្នេះកុំនិយាយច្រើននាំគ្នាញ៉ាំអាហារទៅជីមីនខំប្រឹងនិយាយបន្លត់ទាំងទឹកមុខស្មាធេងលាក់បាំងធាតុពិតដែលកំពុងតែកើតមានខណៈអេរិននៅតែមិនដឹងខ្យល់អីសោះពីប្រតិកម្មរបស់អ្នកកំឡោះកាដូដែលខ្ញុំឲ្យបងកុំភ្លេចបើកមើលណាថេយ៉ងមិនភ្លេចនិយាយបញ្ជាក់ទៅកាន់ជីមីនមុននឹងជ្រែងហៅប៉ៅខោទាំងសងខាងបោះជំហានទៅរកក្រមុំដែលកំពុងឈរជជែកគ្នានៅក្នុងកម្មវិធីការញ៉ាំអាហារជជែកគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយក៏បានប្រព្រឹត្តទៅរហូតដល់យប់ជ្រៅទៅបញ្ចប់ភ្ញៀវទាំងអស់បាននាំគ្នាត្រឡប់ទៅគេហដ្ឋានវិញម្ដងម្នាក់រហូតដល់អស់ហើយកូនកំឡោះកូនក្រមុំក៏បានចូលបន្ទប់ផ្សំដំណេកដែលមានការរៀបចំតុបតែងយ៉ាងស្អាតទាក់ទាញក្រៃលែងគ្រែដំណេកដ៏ធំបានក្រាលដោយពុកក្រាស់ខ្មឹកមានការតុបតែងផ្កាកុលាបពណ៌ក្រហមជារាងបេះដូងដែលមានទំហំធំចង់ប៉ុនគ្រែចំណែកបរិយាកាសក្នុងបន្ទប់ពោរពេញដោយភាពរ៉ូមែនទិកភ្លើងទៀនជាច្រើនដើមបានដុតបំភ្លឺផ្លុងជាមួយភ្លើងគោមនៅលើតុក្បែរក្បាលគ្រែបង្កើតបានជាពន្លឺភ្លឺល្មមនៅក្នុងបន្ទប់ជីមីនចុចកុងតាក់បើកភ្លើងមុននឹងបោះជំហានទៅរកសាឡុងហើយដាក់បង្គីបុកកណៈម្រាមដៃចាប់ផ្ដើមចាត់ការអាវក្រូសេចេញតាមដោយអាវសឺមីពណ៌សចេញតាមក្រោយអេរិនមិនហ៊ានសម្លឹងមើលស្វាមីបន្តិចទេនាងរហ័សចូលទៅក្នុងបន្ទប់ទឹកដោះរ៉ូបកូនក្រមុំនិងគ្រឿងអលង្ការចេញអស់ទើបប្រញាប់ងូតទឹកតាមក្រោយមិនយូរប៉ុន្មានកាយតូចបានចេញពីបន្ទប់ទឹកជាមួយឈុតគេងយប់ប្រវែងលើជង្គង់បន្តិចឃើញដូចនេះជីមីនមិនបាននិយាយអ្វីឡើយគេប្រញាប់ចូលទៅងូតទឹកម្ដងទាំងទឹកមុខនឹងថ្កល់ពិបាកប៉ាន់ស្មានមួយសន្ទុះក្រោយមកគេក៏បានចេញពីបន្ទប់ទឹកដោយស្លៀកកន្សែងបិទបាំងល្វែងក្រោមខណៈដៃខាងស្ដាំកំពុងកាន់កន្សែងញីសក់ដែលសើមជោកដោយដំណក់ទឹកគ្រាន់តែកាយមាំដើរដល់គ្រែដំណេកភ្លាមក៏បានឃើញនាងតូចគេងលក់ស្ដូកដែលបានដណ្ដប់ភួយត្រឹមចង្កេះបង្ហាញឲ្យឃើញដើមទ្រូងធំពើងសក្បោះគួរឲ្យចង់ប្រឡែងលេងមិនក៏ប្រញាប់គេងបែបនេះជីមីនស្រដៃតិចៗទាំងដើរទៅជិតនាងដែលដំណើរយឺតកាន់តែសម្លឹងមើលនាងក្នុងខ្លួនគេកាន់តែចាប់ផ្ដើមមិនស្រួលដង្ហើមចាប់ផ្ដើមដកចេញចូលញាប់កម្ដៅខ្លួនក៏ចេះតែកើនឡើងជាលំដាប់បាត់ដៃក្រាស់ក៏បានដាក់ថាលើដើមដៃសរលោងហើយធ្វើការបង្អុសទៅលើគល់ទ្រូងណែនក្តាន់ទាំងម្ចាស់កាយមិនបានដឹងខ្លួនសោះថាកំពុងតែធ្វើអ្វីខ្សើតចុងច្រមុះស្រួចបានច្មក់យកស្នាមថាប់ពីថ្វាល់ក្រពុំមួយដង្ហើមវែងបន្តសកម្មភាពទាញភួយចេញពីកាយតូចហើយធ្វើការលូកអង្អែលសពសាច់របស់នាងវេលានោះម្ចាស់កាយតូចហាក់ទទួលការរំខានទើបត្របកភ្នែកពីជាន់ចាប់ផ្ដើមបើកយឺតសម្លឹងមើលពីដានទាំងមិនទាន់ដឹងអីខ្សើតជីមីនអោនថាបគល់កសខ្ចីលវក់ជាច្រើនខ្សើតបន្តសរសេរទៅរកដើមទ្រូងដល់តាក់ទាញបំណងថៃថាបតាមអារម្មណ៍ត្រូវការតែភ្លាមនោះសម្លេងតូចស្រាលបានបន្លឺឡើងបណ្ដាលឲ្យគេបញ្ឈប់សកម្មភាពភ្លាមអ្នកប្រុសធ្វើអីហ្នឹងគឺគ្មានអីទេជីមីនហាក់ភ្ញាក់ខ្លួនពីភ្លើងចំណង
ទើបប្រញាប់បដិសេធដោយការដើរចេញយ៉ាងលឿនទៅរកសាឡុងនៅជ្រុងម្ខាងទៀតនៃបន្ទប់អេរីនដែលមិនសូវប្រាកដចិត្តថាគេចង់ធ្វើអ្វីក៏ប្រញាប់ទាញភួយដណ្ដប់ចិត្តក្បាលសំងំគេងទាំងផិតភ័យភ្លាមនោះជីមីនក៏នឹកឃើញសម្ដីរបស់ថេយ៉ុងទើបប្រញាប់យកកាដូរបស់គេមកបើកមើលឃើញថាក្នុងនោះជាកាតក្រាស់ពណ៌ផ្កាឈូកដែលមានសរសេរដាក់ថា free គ្រប់យ៉ាងសម្រាប់គេមិនចាំយូរជីមីនប្រញាប់ទាញទូរស័ព្ទខលទៅរកថេយ៉ុងដើម្បីសួរនាំបំបត្តិចម្ងល់ហើយការសន្ទនាក៏បានចាប់ផ្ដើមបន្ទាប់ពីអ្នកម្ខាងទៀតបានចុចទទួលអាឡូថេយ៉ុងកាតដែលឯងឲ្យយើងជាស្អីខ្ញុំឲ្យបងទៅក្រេបទឹកឃ្មុំនៅរីសតរបស់ខ្ញុំ free បងចង់នៅប៉ុន្មានខែក៏បានដែរខ្ញុំ free ឲ្យជានិច្ច free ឈួតអីយើងមិនបានទៅក្រេបទឹកឃ្មុំឈួតឡប់ស្អីនោះទេហើយយ៉ាកុំតាន់បដិសេធអីបងដេកគិតមើលសិនទៅប្រយ័ត្នស្ដាយក្រោយណាខ្ញុំជប់រំខានបងហើយជីសេះតាមសប្បាយចុះទូថេយ៉ុងកុំតាន់បិទថេយ៉ុងជីមីនប្រញាប់ស្រែកខាត់កុំឲ្យអ្នកម្ខាងទៀតចុចបិទព្រោះគេនៅនិយាយមិនតាន់ចប់តែហួសពេលហើយព្រោះថេយ៉ុងបានចុចបិទបាត់ទៅហើយធ្វើឲ្យជីមីនអង្គុយក្តៅចិត្តមួម៉ៅមួយរំពេចក្រេបទឹកឃ្មុំឈ្គល់ឡប់ស្អីទៅបាននាងល្អិតម្នាក់នេះដេកលក់ដូចខ្មោចងាប់នៅផ្ទះមិនបានក្រេបផងទម្រាំតែទៅឆ្ងាយទៀតមានតែអត់ហើយនឹងអត់ប៉ុណ្ណោះគ្មានផ្លូវបានធ្វើស្អីទេជីមីនអង្គុយគិតមួម៉ៅក្តៅចិត្តតែម្នាក់ឯងអស់មួយសន្ទុះក៏ដេកលើសន្លងព្យាយាមធ្មេចភ្នែកទាំងនៅមិនសុខព្រឹកព្រលឹមឡើងជីមីនដែលគេងលើសាឡុងក៏បានកម្រើកខ្លួនតិចៗមុននឹងលើកដៃបាំងភ្នែកពីពន្លឺព្រះអាទិត្យដែលបានចាំងចូលតាមចន្លោះវាំងននចាក់ឃុំមកស្រួយទាំងគូប្រឹងដៀងទៅលើក្រេដំណេកសម្លឹងរកមើលអេរីនតែក៏មិនឃើញនាងសោះបញ្ជាក់ថានាងក្រោកចោលគេយូរហើយនៅទីបន្ទាប់រៀងសង្ហាប្រឹងក្រោកចេញទាំងក្តៅមួម៉ៅមិនដឹងកើតអីគ្រាន់តែភ្ញាក់ពីគេងភ្លាមគេក៏កើតអារម្មណ៍មួម៉ៅភ្លាមប្រហែលមកពីខឹងនឹងរឿងការពីយប់មិញដែលនាងគេងចោលគេហើយថែមទាំងក្រោកចោលគេទៀតប្រពន្ធឈ្គល់ឡប់ស្អីមិនចេះរៀបចំបម្រើប្តីបែបនេះគ្រាន់តែចូលបន្ទប់ទឹកភ្លាមជីមីនក៏បានវិចារទាំងជាប់ចង្កេះចងចិញ្ចាំជាប់បន្ទាប់ពីគេបានដឹងថានាងមិនបានរៀបចំសម្លៀកបំពាក់កន្សែងជូតមុខជូតខ្លួននិងមិនបានដាក់ថ្នាំនៅលើច្រាសដុសធ្មេញឲ្យគេសោះពេលភ្ញាក់ពីគេងនឹកឃើញថាមានប្រពន្ធរៀបចំអស់ហើយតែគ្មានទេនាងគ្មានចិត្តរៀបចំស្អីឲ្យគេបន្តិចសោះគួរឲ្យខឹងមែនអ្នកកំឡោះប្រញាប់ងូតទឹករៀបចំខ្លួនចុះទៅញ៉ាំអាហារពេលព្រឹកទាំងទឹកមុខក្រម៉ក់ក្រមៅកៅភ្នែកសម្រាប់នាងតូចចាប់មិនងាករេគ្រាន់តែដល់តុអាហារភ្លាមអ្នកស្រីផាកប្រញាប់សួរនាំកូនប្រុសទាំងញញឹមចាំងស្រស់ហាក់មានការគិតអ្វីម្យ៉ាងនៅក្នុងចិត្តអស់កម្លាំងខ្លាំងទេកូននេះពងមាន់ញ៉ាំទៅកូនគ្រាន់បើកម្លាំងខ្លះអ្នកបាននិយាយអីជីមីនជ្រួញចិញ្ចើមសួរទាំងឆ្ងល់គាត់កើតអីគ្រាន់តែគេក្រោកឡើងភ្លាមក៏សួរគេបែបនេះអស់កម្លាំងស្អីទៅគេមិនបានតែធ្វើសឹកសង្គ្រាមឯណាម៉ាក់ដឹងថាកូនបានបញ្ចេញកម្លាំងច្រើនណាស់ដូច្នេះកូនប្រញាប់ញ៉ាំពងមាន់នេះភ្លាមទៅនឹងអាចចេញដំណើរទៅកំសាន្តអ្នកស្រីផាកវិចារទាំងហុចពងមាន់ស្ងោរឲ្យកូនប្រុសមុននឹងញ៉ាំអាហារបន្តទាំងញញឹមញញែមមិនដាច់ពីមាត់ទៅកំសាន្តអីទៅម៉ាក់ជីមីននិងអេរីនសួរឡើងព្រមគ្នាធ្វើឲ្យអ្នកស្រីផាកប្រញាប់លើកដៃជាសញ្ញាទៅកាន់នរណាម្នាក់ភ្លាមនោះយូរ៉ុងក៏បានអូវ៉ាលីរបស់ពួកគេទាំងពីរនាក់មកបង្ហាញខណៈអ្នកស្រីផាកក៏បានវិចារបន្តមួយថេបានខលមកប្រាប់ម៉ាក់ថាគេឲ្យកូនទាំងពីរទៅក្រេបទឹកឃ្មុំនៅរីសតរបស់គេ free ដូច្នេះម៉ាក់និងអ្នកគ្រូពេទ្យក៏នាំគ្នារៀបចំសម្លៀកបំពាក់ឲ្យពួកកូនតែម្ដងទៅខ្ញុំបានយល់ព្រមពីពេលណាជីមីនរហ័សបោះសំណួរទាំងមុខក្រមៅចប់ទៅរកក្រេបទឹកឃ្មុំនៅឯណាបើគ្រាន់តែនៅផ្ទះក៏ក្រេបមិនបានផងនោះទម្រាំតែទៅឆ្ងាយទៀតគេគ្មានសង្ឃឹមថាបានស្គាល់ជាតិទេកុំគិតច្រើននាំគ្នាទៅកំសាន្តខ្លះទៅក្រែងឆាប់បានចៅឲ្យម៉ាក់ពោបញ្ចប់សម្ដីអ្នកស្រីផាកក៏បានលើកដៃខ្ទប់មាត់សំងំសើចឡើងក៏ក្អឹកទាំងមិនភ្លេចងាកមុខធ្វើសញ្ញាឲ្យយូរ៉ុងលើកវ៉ាលីដាក់ក្នុងគូតឡានរងចាំពួកគេជាស្រេចដោយមិនអាចប្រកាច់បានជីមិននិងអេរីនក៏សម្រេចចិត្តទៅកំសាន្តនៅរីសតរបស់ថេយ៉ុងតាមបំណងរបស់អ្នកស្រីផាកពួកគេធ្វើដំណើរទៅតែពីរនាក់ប៉ុណ្ណោះតែជីមីនជាអ្នកបើកឡានហើយអេរីនបានត្រឹមអង្គុយស្ងៀមស្ងាត់នៅក្បែរគេមិនយូរប៉ុន្មានពួកគេក៏បានមកដល់គោលដៅជីមីនប្រញាប់អូសវ៉ាលីទៅទុកនៅក្នុងបន្ទប់ស្របពេលដែលអេរីនក៏បានដើរតាមពីក្រោយគេទាំងទឹកមុខមិនសូវស្រួលនៅទីនោះនាងក៏សម្រេចចិត្តវិចារខ្សែទៅកាន់គេទាំងភ័យបុកពោះភពឹកអ្នកប្រុសមានលុយច្រើនណាស់ដូច្នេះអ្នកប្រុសគួរតែជួលបន្ទប់មួយទៀតទៅមិនចង់គេបន្ទប់ជាមួយខ្ញុំអញ្ចឹងនាងទៅជួលបន្ទប់ផ្សេងទៅណាទៅខ្ញុំមិនហាមទេគេយល់ពីន័យរបស់នាងគឺនាងមិនចង់គេបន្ទប់ជាមួយគេ
ទៅបង្កប់ឲ្យគេជួបបន្ទប់ផ្សេងបែបនេះតែហេតុអីគេត្រូវធ្វើតាមនាងបើនាងមិនចង់ក៏ទទួលខុសត្រូវខ្លួនឯងទៅអូគេមកពាក់ព័ន្ធធ្វើអីអ្នកប្រុសចេញលុយទៅខ្ញុំជាអ្នកទៅកេងកុំខ្សែលើខ្ញុំពេកបើពិបាកណាស់នៅបន្ទប់ជាមួយគ្នាឲ្យហើយទៅតែនាងកេងលើសាឡុងទៅវាចប់រឿងបាត់ទៅហើយអ្នកប្រុសខ្ញុំជាស្រីណាស់ឲ្យទៅកេងលើសាឡុងយ៉ាងម៉េចអ្នកប្រុសទៅវិញទៅដែលត្រូវកេងនៅលើសាឡុងហើយឲ្យខ្ញុំកេងនៅលើក្រេនាងតូចស្រែកដាក់គេទាំងហួសចិត្តប្រុសស្អីមិនសុភាពបរោះបន្តិចសោះចង់ដេកលើក្រេម្នាក់ឯងតែឲ្យនាងជាស្រីទៅដេកលើសាឡុងចំជាយ៉ាប់មែនកុំនិយាយច្រើនបើមិនចង់ដេកលើសាឡុងទេក៏ទៅដេកក្រៅបន្ទប់ទៅវិចារចប់ជីមីនក៏ចូលទៅងូតទឹកបាត់ទុកឲ្យនាងតូចឈររេរាធ្វើមុខជូរតែម្នាក់ឯងមិននឹកស្មានសោះថាគេធ្វើដាក់នាងបែបនេះអេរិនគ្មានផ្លូវជ្រើសរើសក៏ព្រមធ្វើតាមគេនៅទីបន្ទាប់នាងក៏ទាញវ៉ាលីសយកមកបើកមើលដើម្បីយកសម្លៀកបំពាក់ដើម្បីផ្លាស់ប្ដូរតែភ្លាមនោះនាងក៏ភ្ញាក់ព្រឺតដោយគេចាប់កន្ត្រាក់ខណៈប្រយោគសំណួរមួយឃ្លាក៏មិនបន្លឺឡើងមិនក៏សិចស៊ីខ្លាំងម្ល៉េះអេរិនវាចាទាំងលើកឈុតទាំងអស់នោះមកមើលទាំងប្រហោងពោះថ្លុងឈុតទាំងអស់នោះសុទ្ធតែសិចស៊ីទាំងអស់ខ្លីកំពត់វាលខ្នងវាលទ្រុងស្ទើរតែចាញ់ចំណុចសំខាន់ទៅហើយនៅមានឈុតខ្លះវែងអូសដីតែបែរជាស្បែកសុទ្ធរោគសាច់កំណាត់បាត់បាំងតែចំណុចសំខាន់បន្តិចតែប៉ុណ្ណោះសម្រាប់ថាអ្នកណាជាអ្នករៀបចំមានបំណងអីចង់ឲ្យនាងស្ទះខ្យល់ស្លាប់ព្រោះតែឈុតដ៏សែនសិចស៊ីទាំងអស់នេះមែនទេមិនទុកឲ្យសង្ស័យអេរិនប្រញាប់ទាញទូរស័ព្ទខលទៅអ្នកស្រីផាកដើម្បីនិយាយគ្នាបានដឹងរឿងចង់ដឹងថាអ្នកណាជាអ្នករៀបចំឈុតសិចស៊ីទាំងនេះឲ្យនាងនៅទីនោះការសន្ទនាក៏បានចាប់ផ្ដើមក្រោយនៅម្ខាងទៀតបានចុចទទួលអាឡូអ្នកម៉ាក់ជាអ្នករៀបចំឈុតទាំងនេះឲ្យខ្ញុំមែនទេម៉ាក់អត់ដឹងទេកូនសួរអ្នកគ្រូពេទ្យទៅអញ្ចឹងខ្ញុំសុំជួបអ្នកគ្រូពេទ្យមួយផ្លែតអាឡូអេរិនចង់ជួបខ្ញុំមានការអីអ្នកគ្រូពេទ្យជាអ្នករៀបចំឈុតទាំងនេះឲ្យខ្ញុំមែនទេអត់ដឹងទេខ្ញុំអត់ដឹងទេទូអ្នកគ្រូពេទ្យឈប់សិនកុំតាន់បិទអ្នកគ្រូពេទ្យអេរិនព្យាយាមស្រែកប្រាប់អ្នកម្ខាងទៀតកុំឲ្យបិទតែក៏មិនតាន់ការចុងក្រោយនាងក៏ទម្លាក់ទូរស័ព្ទចុះញីក្បាលតិចបង្ហាញអាការៈតានតឹងត្រូវផ្លែគ្នាល្អណាស់អ្នកគ្រូពេទ្យអ្នកស្រីផាកទាំងអ្នកស្រីផាកនិងអ្នកគ្រូពេទ្យអ៊ូរ៉ាសុទ្ធតែឆ្លើយថាមិនដឹងគ្រប់គ្នាពូកែណាស់រូបរឿងជិះក្បាលឲ្យនាងប្រហែលជាត្រូវរើគ្នានេះហើយមើលទៅនាំគ្នាលាក់បាំងជាមួយនាងដូច្នេះគិតថានាងគ្មានមធ្យោបាយដោះស្រាយមែនទេគិតរួចអេរិនក៏ដើរទៅគោះទ្វារបន្ទប់ទឹកផាំងទាំងស្រែកខ្លាំងតែកាន់ស្វាមីដែលកំពុងតែងូតទឹកអ្នកប្រុសលុយអ្នកប្រុសណែខ្ញុំសុំខ្ចីយកទៅទិញសម្លៀកបំពាក់ខ្លះសម្លៀកបំពាក់ដែលអ្នកម៉ាក់រៀបចំឲ្យមិនស្លៀកសិចណាខ្ញុំមិនស្លៀកទេរឿងរបស់នាងដោះស្រាយខ្លួនឯងទៅមិនក៏កំណាញ់ម្ល៉េះពេលគេបដិសេធមិនជួយបែបនេះនាងក៏កាត់កាយខឹងសម្បាមួម៉ាំងមួយរំពេចទៅពេបមាត់ដើរទៅរកប៉ាលីសទាំងដំណើរញាប់មុននឹងទាញឈុតកេងយកមកកាន់ក្នុងដៃទាំងមុខក្រមៅជាប់ក្រាក់គ្រាន់តែទ្វារបន្ទប់ទឹកត្រូវបានរបើកភ្លាមអេរិនស្ទុះដើរបំបុកស្មាជាមានមួយទំហឹងហើយហួសចូលបន្ទប់ទឹកបាត់ទ្វារជិតឈឹងទុកឲ្យអ្នកកំឡោះឈោកក្តាប់មាត់សម្លាក់ទ្វារបន្ទប់ទឹកទាំងមួម៉ាជាប៉ុនពេកយូរទៅនាងកាន់តែលេងគោរពគេហើយទាំងពាក្យសម្ដីនិងកាយវិការនាងពិតជាឆ្លើយដាក់គេសម្បំណាស់ស្រីចំគួតអ្នកកំឡោះអង្គុយនៅលើពុកជូតសាក់ខ្លាំងតាមអារម្មណ៍កំពុងតែមួម៉ៅទៅក្រោកចូលយកខោអាវកេងយកមកស្លៀកនៅទីបន្ទាប់ក្រោយពីបានស្លៀកពាក់រួចរាល់ហើយនោះគេក៏កេងក្រវីជើងតិចតាមទម្លាប់ទាំងមិនភ្លេចទាញឯកសារមកបើកអានយ៉ាងយកចិត្តទុកដាក់ក្រាតាប់មួយសន្ទុះក្រោយមកសម្លេងទ្វាររបើកក៏បានបន្លឺឡើងស្របជាមួយសម្លេងសម្រាប់ជើងខណៈចក្ខុមកស្រួយទាំងគូក៏បានដៀងមើលទៅកាន់ប្រភពសម្លេងភឹបគ្រាន់តែបានឃើញរាងកាយតូចច្រឡឹងក្នុងឈុតរាត្រីដ៏សែនស៊ីភ្លាមឯកសារក៏បានរបូតពីដៃមាំធ្លាក់មកលើទ្រូងគេមួយរំពេចឯម្ចាស់កាយមាំក៏គិតតែសម្លឹងមើលនាងមិនឈប់ឈុតខ្លីត្រឹមភ្លៅវាលខ្នងចង់ដល់ចង្កេះថែមទាំងដៃតូចប៉ុនកូនដៃក៏វាលចូលជ្រៅបង្ហាញដើមទ្រូងត្រលុកត្រលុនជាមួយសាច់កំណាត់ស្បែកបាត់តែចំណុចសំខាន់ប៉ុណ្ណោះធ្វើឲ្យជីមីនភ្លៀងភ្លឹកសម្លឹងមើលមិនឈប់ថែមទាំងក្រោកឈរអស់កម្ពស់ហើយបោះជំហានទៅរកនាងទាំងមិនដឹងខ្លួនអ្នកប្រុសមើលអីស្លៀកពាក់លេចលើលេចក្រាំបែបនេះគិតថាខ្ញុំមើលអីជីមីនសួរត្បកទៅនាងវិញទាំងខាំថ្មិញរណ្ដំគ្រឿតក្រោតព្យាយាមទប់អារម្មណ៍ដែលកំពុងតែពុះកញ្ជ្រោលមិនដឹងថាគេគិតខុសឬត្រូវទេដែលមិនឲ្យលុយនាងទិញសម្លៀកបំពាក់បែបនេះ
មើលតែភ្នែកបានហើយតែអ្នកប្រុសកំប៉ះខ្ញុំអេរីនបញ្ជាគេដោយសំឡេងខ្លាំងៗបន្ទាប់ពីឃើញគេលូកដៃប្រងប៉ះពាល់នាងដូច្នេះមាត់ថែមមិនបានស្រឡាញ់នាងទេតែបែរជាចង់ប៉ះពាល់នាងឲ្យរាល់តែលើកកុំគិតថានាងល្ងងឲ្យគេប៉ះបានអីសោះមិនឲ្យប៉ះចង់ឲ្យធ្វើអីផ្សេងទេអ្នកកំឡោះលើកចិញ្ចើមមួយចំហៀងបញ្ជាក់បន្ថែមទៅលើប្រយោគសំណួរហើយទឹកមុខខលខូចដែលនាងមិនធ្លាប់ឃើញក៏បានបង្ហាញឡើងទាំងលេបទឹកមាត់ដាក់នាងក្អឹកក្អឹកទៀតផងនេះសម្រាប់ថាគេចង់យ៉ាងម៉េចកុំប្រាប់ណាថាគេចង់ក្រេបទឹកឃ្មុំជាមួយនាងឲ្យតាន់តែបានកុំសំបីតែគិតណាអ្នកប្រុសខ្ញុំមិនបានគិតតែខ្ញុំនឹងធ្វើស្របសម្ដីជាមីនរហ័សចាប់កាយតូចបង្វាយឲ្យប្រឈមមុខនឹងគេហើយបបោមាត់ក្រាស់ក៏សរសៀរទៅរកបបោមាត់ស្ដាងយ៉ាងប្រហើនខណៈនាងតូចក៏ចេះតែប្តេជ្ញាខ្លួនគេចចេញមិនឲ្យគេថាបបានជាដាច់ខាតតែចៃដន្យនាងគេចជ្រុលបណ្ដាលឲ្យកាយតូចដួលទៅលើពុកភ្លាមខណៈកាយមាំក៏បានដួលតាមក្រោយទ្រពីលើនាងពេញតែម្ដងអ្នកប្រុសឆាប់ចេញទៅអេរីនភ័យផងអៀនផងទើបប្រឹងច្រានគេចេញទាំងក្រហមមុខញ៉ាំងតែកម្លាំងរបស់នាងមិនអាចធ្វើអ្វីគេបានឡើយមានតែធ្វើគេផ្កើមនាងថែមតែប៉ុណ្ណោះយើងរៀបការជាមួយគ្នាហើយនាងចង់កំណាញ់ដាក់ខ្ញុំដល់ពេលណាទៀតល្មមបំពេញទុនតាទីជាភរិយាល្អឲ្យស្វាមីបានហើយសំឡេងទន់ភ្លន់បង្គាប់ដោយពឹសសន្តំបានបន្លឺឡើងក្បែរត្រចៀករបស់នាងហាក់ជាថ្នាំម្យ៉ាងពងពួកឲ្យនាងកាំងអស់ស្មារតីគិតអ្វីមិនចេញបានត្រឹមគេងស្ងៀមសម្លឹងមុខគេទាំងទឹកមុខស្រទន់ផ្អែមឃើញថានាងកំពុងតែវក់នឹងសម្ដីរបស់គេហើយនោះក៏មិនទុកពេលទំនេរចោលគេប្រញាប់ទម្លាក់បបោមាត់ក្រាស់សង្កត់លើបបោមាត់ស្ដាងយ៉ាងថ្នាក់ថ្នមដោយធ្វើការលូកក្រលាស់យកភាពផ្អែមល្ហែមនានាទីបន្ទាប់ដៃមាំមិនទុកចោលបានរវាសរវៃមកបោះអង្អែលកាយតូចសព្វសាច់លោកច្របាច់មិនសំចៃកម្លាំងបណ្ដាលឲ្យរាងកាយទន់ល្អូកឡើងកម្ដៅឈឺស្រគាលពេញខ្លួនបបោមាត់ដ៏តូចតែមានរសផ្អែមមួយនេះបានពង្វក់ឲ្យជីមីនងប់ងល់ជាប់ចិត្តជាខ្លាំងទើបគេប្រឹងជញ្ជក់យកជាតិមិនស្ដាយកម្លាំងបន្តិចសោះឯសំឡេងបឺជញ្ជក់ក៏បានបន្លឺឡើងហាក់ជាថ្នាក់ម្យ៉ាងតាក់ចិត្តឲ្យពួកគេកាន់តែមានចំណងទ្វេដងនាទីនេះសំលៀកបំពាក់ទាំងប៉ុន្មានរបស់ពួកគេក៏បានធ្លាក់ទៅលើឥដ្ឋជាស្រេចបន្សល់ទុកកាយអាក្រាតទាំងពីរឲ្យប៉ះពាល់គ្នាយ៉ាងស្និទ្ធស្នាលកម្ដៅនៅក្នុងខ្លួនដែលមានទាំងប៉ុន្មានក៏បានសាយភាយទៅរកគ្នាទៅវិញទៅមកហាក់ជាការបញ្ជាក់ឲ្យដឹងថាពួកគេកំពុងតែត្រូវការគ្នារៀងខ្លួនជាមួយគ្នានោះដៃក្រាស់បានឆ្លីឆ្លេងលើដើមទ្រូងធំហោះមៀតខណៈបបោមាត់ក្រាស់ក៏បានប្រឡែងឲ្យបបោមាត់តូចមានសេរីភាពដោយមុខសង្ហារហ័សបន្ទាបមករកដើមទ្រូងណែនក្តនទាំងគូមុននឹងធ្វើការបើជញ្ជក់លើចុងទ្រូងពណ៌ស្រួចពណ៌ផ្កាឈូកថាប្រើអណ្ដាតក្រលាស់លិតភ្ញូចឲ្យអ្នកនៅក្រោមទ្រូងរមាក់រមូលស្រាវស្រាញដូចអន្ទង់ត្រូវភ្លើងហើយនៅនាទីបន្ទាប់សំឡេងដែលនាងខំទុកក៏បានរបូតចេញមកព្រោះតែភាពស្រាវស្រាវដែលពិបាកក្នុងការហាមឃាត់ម្រាមដៃស្រឡូនបានសូកចូលក្នុងសរសៃសក់ក្រាស់ខ្មឹករលោងស្រាលរបស់អ្នកកំឡោះខណៈខ្លួនតូចក៏បានពើមិនស្ងៀមសោះបន្ទាប់ពីអ្នកកំឡោះចេះតែធ្វើទុកបុកម្នេញទៅលើចុងទ្រូងរបស់នាងដូច្នេះដៃមាំបានចាប់ច្បាមដើមទ្រូងទាំងគូពេញដៃច្របាច់លុយឡើងយ៉ាងឆ្ងាញ់